Ham chong răng tộc trao nó bê dục đặt khạp, bà sân chợ mình bị ná kế đệ nó lên răng năng tế, cứ trơi thật sai vì tranh tài mà đòn, bà sân chỉ khiến là cho về tộc trao nó bê dục, ai nâng miên là vậy bị giá, tới đây nó lên răng năng có thả bàn đài, hai vậy bị giá là dùng sầm đại đó nắng, ai chưa bị nhìn không ai tay háo, rư cọp rìa sau là cài, trong bữa sạch rương để quạt bàn chạy đồng lệ máu nắng, quạt mình chưa thả bong rì giá bà đạp thá, rương môi ní vì cả lang ca bị chám vì bọn đập bồng buồn, bê để quát lang từ ca bong ôn cho đồn môi khang vào đây bỏ quát nơi ở tam khai. Haiផ្ទះដែលគាត់ត្រូវស្នាក់នៅពេលហ្នឹងគឺជាផ្ទះម្ដាយក្មេករបស់គាត់នឹងឯងផ្ទះម្ដាយក្មេករបស់គាត់គឺមានទីតាំងស្ថិតនៅក្នុងភូមិហើយផ្ទះហ្នឹងគឺជាប្រភេទផ្ទះថ្មពីរជាន់ធ្វើនៅចំកណ្ដាលដីម្ដាយក្មេករបស់គាត់គឺមានដីធំខ្លាំងមែនតើហើយនៅជុំវិញដីហ្នឹងគឺសង់លបងថ្មផុតក្បាលហ្នឹងគឺជុំវិញផ្ទះតែម្ដងហើយនៅក្នុងបរិយាកាសដីទាំងមូលហ្នឹងទៀតទាំងអស់គ្នាគឺមានដើមឈើច្រើនណាមានដើមស្វាយដើមមៀនដើមចេកដើមអីចឹងទៅនិយាយទៅឲ្យតែដំណាំណាដែលអាចហូបផ្លែបានគឺម្ដាយក្មេកឪពុកក្មេករបស់គាត់ហ្នឹងគឺដើមហើយទាំងអស់គ្នាហើយដែលសំខាន់មួយទៀតហ្នឹងគឺមានដើមអំពិលធំមួយនៅចំខាងក្រោយផ្ទះតែម្ដងដែលនៅឆ្ងាយពីផ្ទះប្រហែលជាខ្ទង់8 9ម៉ែត្រអីទេនឹងឯងអញ្ចឹងបងរីយ៉ានៅពេលដែលគាត់ទៅដល់ផ្ទះម្ដាយក្មេករបស់គាត់ភ្លាមរឿងដំបូងដែលគាត់ធ្វើមុនគេហ្នឹងគឺឲ្យប្តីរបស់គាត់ដើររកនៅក្នុងផ្ទះតើមានកន្លែងណាដែលអាចចង់រឹងឲ្យកូនដេកបានព្រោះកូនគាត់ពេលហ្នឹងគឺមានអាយុទៅតែ9ខែទេហើយកូនរបស់គាត់ហ្នឹងគឺមានទម្លាប់ដេកទៅលើរឹងទាំងអស់គ្នាដេកលឿនរឹងត្រូវតែមានអ្នកចូលទៀតចែកដល់អីផ្ទះម្ដាយក្មេករបស់គាត់ហ្នឹងគឺអត់មានកូនង៉ែតអត់មានអីទេអញ្ចឹងហើយផ្ទះទាំងមូលហ្នឹងគឺអត់មានកន្លែងណាដែលអាចចង់រឹងបានទេពិសេសនៅក្នុងផ្ទះហ្នឹងឯងអញ្ចឹងប្តីរបស់បងរីយ៉ានេះខ្ទង់ម៉ោង 4 កន្លះនៅល្ងាចហ្នឹងណាគឺគាត់ដើរទៅខាងក្រោយផ្ទះទៅដើររកមើលកន្លែងណាដែលអាចចង់រឹងបានក៏ឃើញមានដើមអំពិលវានៅជាប់ជាមួយនឹងដើមស្វាយហ្នឹងឯងអញ្ចឹងប្តីរបស់គាត់ថាចេះតែអាចយកកូនទៅដេកនៅនឹងបានអត់ខ្លាចចាំគាត់រៀបចំឲ្យអញ្ចឹងណាចង់រឹងចង់ឲ្យអញ្ចឹងទៅអញ្ចឹងបងរីយ៉ាដូចថាតែគាត់ដឹងកូនគាត់ច្បាស់ថាបើសិនជាអត់មានរឹងទេគឺវាអត់ដេកនឹងឯងអញ្ចឹងឲ្យទៅប្តីគាត់យកទៅចងហ្មងទៅមិនបាច់ខ្លាចមានអីទេអញ្ចឹងប្តីរបស់គាត់ក៏ទៅចងរឹងនៅចំខាងក្រោយផ្ទះហ្នឹងទៅពេលប្តីរបស់គាត់ចងរឹងរួចបងរីយ៉ាក៏បីកូនយកទៅខាងក្រោយហ្នឹងហើយតម្រាំតកូនគាត់ដេកលក់គឺម៉ោង 7:06 ហ្នឹងឯងចឹងទៅពេលដាក់ឲ្យកូនគាត់ដេករួចគាត់នឹងក៏ចូលលេបប៉ៅអ៊ីផ្អែកនេះមកអង្គុយយកកូននៅខាងក្រោមដើមអំពិលហ្នឹងហ្មងហើយប្តីរបស់គាត់ហ្នឹងគឺបានតភ្លើងតអីដាក់ឲ្យកន្លែងហ្នឹងខ្លាចមានមុខខាំកូនអីចឹងណាហើយក៏ដុតមុខដុតឲ្យអញ្ចឹងទៅអញ្ចឹងពេលរៀបចំអីហើយអស់នេះបងរីយ៉ាក៏ឃើញថាចេះផ្ទះម្ដាយក្មេករបស់គាត់អត់មានពីណាគេនៅផ្ទះទេគឺគេទៅចូលរួមកម្មវិធីមង្គលការពេលល្ងាចកម្មវិធីចូលរោងពេលល្ងាចហ្នឹងគឺអស់លេងហើយម្ដាយក្មេករបស់គាត់ហ្នឹងក៏ទៅដែរអញ្ចឹងបងរីយ៉ាគាត់ដេញប្តីគាត់ទៅជាមួយទៅគាត់ថាគាត់អាចនៅម្នាក់ឯងបានអត់អីទេណាមួយទៀតពេលការរបស់គាត់ហ្នឹងបងប្អូនចំនួនមួយហ្នឹងគឺគេមកជួយស្រោះដៃគ្នាខ្លាំងណាស់អញ្ចឹងពេលដែលការគេវិញប្តីគាត់ហ្នឹងគួរតែទៅចូលទៅជួយគេដែរអញ្ចឹងណាបានជួបជុំបងប្អូនអីផងប្តីពួកគាត់មិនមែនចេះតែមានអាការមកលេងស្រុកអីចឹងទេអញ្ចឹងប្តីរបស់គាត់នៅពេលដែលប្រពន្ធប្រាប់ប៉ុណ្ណឹងហើយប្តីរបស់បងរីយ៉ាគាត់ឡើងម៉ូតូជិះទៅកន្លែងផ្ទះការហ្នឹងឯងផ្ទះការហ្នឹងគឺស្ថិតនៅក្នុងភូមិជាមួយគ្នាគ្រាន់តែមួយនៅដើមភូមិមួយទៅនៅចុងភូមិអីចឹងណាអញ្ចឹងដល់ពេលប្តីរបស់គាត់ទៅបាត់ហ្នឹងបងរីយ៉ាគាត់ដៃម្ខាងយល់កូនដៃម្ខាងទៀតក៏មើលទូរស័ព្ទទៅយល់កូនយូរទៅដោយសារតែគាត់ជិះឡានយូរដែរអញ្ចឹងណាគាត់ក៏អស់កម្លាំងក៏ដេកលក់ទៅបាត់នៅពេលគាត់ដឹងខ្លួនម្ដងទៀតនេះគឺមក7យប់ហើយបរិយាកាសនៅជុំវិញផ្ទះវាថារៀងបិទភ្លើងល្ងឹតទេមានតែភ្លើងនៅក្នុងផ្ទះហើយនឹងភ្លើងកន្លែងនៃប្តីរបស់គាត់តឲ្យនឹងឯងនៅខាងក្រោមដើម7ហ្នឹងអញ្ចឹងបងរីយ៉ាក៏គាត់ឃើញថាចេះអាចនឹងខ្ទង់30នាទីទៀតកូនគាត់ភ្ញាក់ដឹងខ្លួនហើយអញ្ចឹងគាត់ក៏រៀបដើរចេញពីកន្លែងហ្នឹងឡើងទៅលើផ្ទះដោយសារតែម្ដាយក្មេករបស់គាត់ក៏ដេកនៅលើជាន់ខាងលើអញ្ចឹងណាដើម្បីឆោតដោះគោឲ្យកូនអញ្ចឹងទៅអញ្ចឹងបងរីយ៉ានៅពេលគាត់ដើរទៅហ្នឹងក៏ឡើងទៅលើបន្ទប់អញ្ចឹងទៅនៅពេលឡើងទៅលើបន្ទប់ហ្នឹងគាត់ក៏បើកប្រអួចសម្លឹងមើលទៅកន្លែងដើម7ដែលចង់រឹកហ្នឹងឯងអ្នកនរគ្នាដោយសារតែនៅលើផ្ទះហ្នឹងគឺគេមានធ្វើប្រអួចនៅខាងក្រៅដែលអាចមើលបរិយាកាសខាងក្រៅផ្ទះបានអីចឹងណាជិតពេលគាត់មើលទៅឃើញកូនរបស់គាត់ដេកធម្មតាអីហ្នឹងឯងពេលហ្នឹងគឺកូនរបស់គាត់ដេកនៅលើរឹងនេះទាំងអស់គ្នារឹងតាហ៊ានដែលគេលក្ខណៈថាគេមានរូតដែលអាចរូតដាក់ធ្វើមុងធ្វើអីបានឲ្យដេកកុំឲ្យមុខខាំអីចឹងណាប៉ុន្តែពេលហ្នឹងគាត់អត់បានតម្លាក់អាមុងតម្លើងមុខហ្នឹងទេដាក់ដេកនេះគឺកូនដេកធម្មតាអីហ្នឹងឯងចឹងណាចឹងគាត់ថានៅពេលគាត់រៀបចំឆោតរបស់គាត់ឡើងណាគាត់ក៏ស្រឡឹងទៅមើលរឹងហ្នឹងដល់ពេលស្រឡឹងទៅក៏ឃើញថារឹងធម្មតាកូនគាត់ក៏ដេកលក់ឲ្យធម្មតាអីដែរទេចឹងពេលដែលគាត់ឆោតរបស់កូនរួចនេះគាត់ក៏ដើរចុះទៅវិញប៉ុន្តែគាត់អត់បានទៅកន្លែងកូនគាត់ដេកភ្លាមហ្នឹងទេគាត់ចូលទៅបន្ទប់ទឹកបាត់ជើងសិនបាត់ជើងតូចទេបងប្អូនគាត់ថាពេលគាត់បាត់ជើងតូចប្រហែលជាខ្ទង់5នាទីអីចឹងណាបាត់ជើងតូចរួចគាត់កាន់ដបទៅដោះគោហ្នឹងណាដើរសំដៅទៅក្រោមដើម7ហ្នឹងគាត់នៅពេលដែលគាត់ដើរទៅទាំងអស់គ្នាដើរអត់ទាន់ដល់រឹងហ្នឹងឯណាដើរបានប្រហែលជាខ្ទង់នៅឆ្ងាយពីរឹងហ្នឹង4ម៉ែត្រអីទេគឺគាត់បានឃើញនៅលើរឹងហ្នឹងគឺមានមនុស្សស្រីពាក់ខោអាវសក់វែងត្រឹមចង្កេះអង្គុយបែរខ្នងយល់រឹងខ្លាំងមែនតើបងប្អូនគ្នាយល់ខ្លាំងមែនតើណាហើយបងលីយ៉ានៅពេលដែលគាត់ឃើញអញ្ចឹងគាត់មិនឆ្ងល់ព្រោះអីកូនរបស់គាត់ដេកនៅលើរឹងហ្នឹងដែរហើយបងម្នាក់ស្រីហ្នឹង
អង្គុយយល់ដឹងខ្លាំងឡើងមិនធ្លាក់កូនគាត់ក៏រត់ទៅកន្លែងហ្នឹងទាំងអស់គ្នានៅពេលដែលគាត់រត់ទៅកន្លែងហ្នឹងភ្លើងនៅខាងលើរបស់ប្តីគាត់ហ្នឹងក៏ដាច់មួយផ្លែតែភ្លឺវិញនៅពេលដែលវាភ្លឺវិញហ្នឹងបាត់ម្នាក់ស្រីហ្នឹងបាត់ហើយនៅលើហ្នឹងក៏អត់មានកូនរបស់គាត់ដែរទាំងអស់គ្នាបងរាយាពេលហ្នឹងគាត់ថាគាត់ភ័យគាត់ខ្លាចខ្លាំងមែនតើគាត់គិតថាម្នាក់ស្រីហ្នឹងច្បាស់ជា3កូនរបស់គាត់ទៅអញ្ចឹងទាំងអស់គ្នាគាត់ភ័យគាត់ឡើងលាក់ស្លន់ខ្លាំងមែនតើណាអញ្ចឹងគាត់ក៏រោដើរចេញប៉ុន្តែនៅពេលដែលគាត់ដើរចេញទៅហ្នឹងក៏ឃើញប្តីរបស់គាត់កំពុងតែ3កូននៅជ្រុងម្ខាងឯងប្តីរបស់គាត់ថានៅពេលដែលគាត់ត្រឡប់មកពីអាកម្មវិធីចូលរួមពេលល្ងាចហ្នឹងវិញឃើញកូនហ្នឹងវាចាប់ផ្ដើមដឹងខ្លួនហើយអញ្ចឹងគាត់ក៏លើកកូន3ហ្មងទៅអញ្ចឹងបងរាយាគាត់ធូរចិត្តវិញហ្មងទាំងអស់គ្នាដូចថាអីកូនរបស់គាត់មានបញ្ញាគេចាប់ទៅទេគឺប្តីរបស់គាត់នឹងកំពុងតែ3នឹងឯងអញ្ចឹងគាត់ក៏របៀបថាយកកូនពីប្តីរបស់គាត់ហ្នឹងឲ្យគាត់3លួងកូនគាត់ឲ្យបន្តអញ្ចឹងណារួចក៏នាំគ្នាឡើងទៅលើផ្ទះវិញពេលហ្នឹងគាត់អត់សែនទាំងអីទាំងអស់គ្នាគាត់ຕົកទាំងនឹងចោលអញ្ចឹងទៅអញ្ចឹងគាត់ថានៅថ្ងៃទី1ដែលគាត់បានឃើញម្នាក់ស្រីហ្នឹងណាអារម្មណ៍របស់គាត់ពេលហ្នឹងគាត់អត់ច្បាស់ថាវាជារូបភាពដែលគាត់ឃើញពិតឬមួយគាត់ស្វាងភ្នែកគាត់អត់ហ៊ានរបៀបអត់ហ៊ានប្រាប់ពីណាគេព្រោះនៅផ្ទះហ្នឹងអត់មានមនុស្សស្រីណាសក់វែងទេម្ដាយក្មេករបស់គាត់គឺសក់ត្រឹមកចំណែកប្អូនស្រីបោះប្តីគាត់នឹងឯងគឺសក់ត្រឹមកដូចគ្នាទេរបៀបអញ្ចឹងហើយគឺអត់ដឹងថាម្នាក់ស្រីនេះគឺជាពីណាគេមិនដឹងថាគាត់សម័យខ្លួនឯងឬក៏មិនទេអ្នកគ្នាអាហ្នឹងនៅថ្ងៃទី1នឹងឯងចូលដល់យប់ទី2វិញគាត់ក៏ទៅចូលរួមកម្មវិធីមង្គលការនឹងឯងហើយពេលហ្នឹងគេចាប់តាមហូបតាំងពីម៉ោង5ល្ងាចអីទៅអញ្ចឹងទៅប៉ុន្តែបរិយាត្រឹមតែម៉ោង8យប់ទេណាគាត់ត្រឡប់មកផ្ទះមុនហើយដោយសារគាត់មានកូនតូចហើយកូនតូចរបស់គាត់រករឿងអីអញ្ចឹងទៅអញ្ចឹងពេលដែលគាត់មកវិញហ្នឹងគាត់ឲ្យប្តីរបស់គាត់នៅចាប់នៅរបៀបថានៅកម្មវិធីគេដល់ចាប់ដល់អីអញ្ចឹងទៅយូរម្ដងទៅបានជួបជុំបងប្អូនអីអញ្ចឹងណាហើយផ្ទះហ្នឹងពេលហ្នឹងគឺគាត់នៅតែម្នាក់ឯងជាមួយនឹងកូនរបស់គាត់ហ្នឹងទេប៉ុន្តែគាត់បានយកកូនទៅដេកនៅលើរឹងហ្នឹងណាគាត់3កូននៅលើដៃគាត់ហើយឈរនៅលើផ្ទះឈរនៅអាបន្ទប់ដែលគាត់មកឆុងរបស់គូហ្នឹងតែគ្នា3កូនដោយសារកូនគាត់ពេលហ្នឹងគឺរៀងងងដែរវារៀងងាក់ដោយសារតែអីវាចង់ដេកលឿនដឹងដេកអញ្ចឹងទៅប៉ុន្តែគាត់លួងកូនរហូតដល់កូនដេកលក់គាត់ដាក់កូននៅលើគ្រែហើយនៅពេលហ្នឹងគាត់អត់បានដោះកាអាវគាត់ចេញទាំងគ្នាអារ៉ូបដែលគាត់ពាក់ទៅចូលរួមមិនគឺគាត់នៅ3កូនបដានេះបដាអញ្ចឹងតែអញ្ចឹងគាត់ក៏ឡើងលើគ្រែដេកជាមួយកូនគាត់ដេកលក់ទាំងគ្នាដឹងខ្លួនម្ដងទៀតគឺនៅម៉ោង10យប់ប៉ុន្តែអ្នកផ្ទះគាត់អត់មានពីណាគេមកវិញទេប្តីរបស់គាត់ហ្នឹងគាត់អត់មកវិញដែរអញ្ចឹងគាត់ងើបចុះពីលើគ្រែហ្នឹងណាអ្នកគ្នាគាត់ថាងើបទៅបិទប្អួយទេប៉ុន្តែនៅពេលគាត់ងើបទៅកន្លែងប្អួយដើម្បីទាញបិទទៅអាប្អួយខាងក្រៅអាចមើលឃើញដើមអំពិលហ្នឹងណាគាត់បានឃើញមនុស្សស្រីដេកនៅលើរឹងហ្នឹងយល់រឹងឲ្យតម្លាក់សក់ទាំងអស់គ្នាតម្លាក់សក់ចុះមកឲ្យធម្មតារឹងហ្នឹងចង់វាថានៅចិត្តដីដែរទេនៅឆ្ងាយពីដីប្រហែលជាខ្ទង់1ម៉ែត្រអីចឹងណាគឺសក់បែបហ្នឹងអូសជាមួយនឹងដីរបៀបថាយល់ចុះឡើងហើយយល់រៀងខ្លាំងដែរអញ្ចឹងណាអញ្ចឹងបងរីយ៉ាគាត់ព្យាយាមផ្ទៀងមើលថាចេះពីណាគេមកដេករឹងម៉ោងប៉ុណ្ណឹងហើយដូចនិយាយចឹងផ្ទះហ្នឹងអត់មានពីណាគេសក់វែងទេហើយសក់មនុស្សស្រីហ្នឹងគឺមាន3នាក់ទាំងគាត់ហ្នឹងឯងហើយក៏សក់គាត់ហ្នឹងរបៀបថាបើគាត់នៅហ្នឹងហើយទៅមានពីណាគេដេករឹងហ្នឹងទៀតគាត់មើលបដារឹងក៏ចាប់ដើមយល់ខ្លាំងទៅអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏ចុះពីលើផ្ទះទៅមើលកន្លែងរឹងហ្នឹងគាត់ក៏ដើរសំដៅទៅកន្លែងរឹងហ្នឹងបងប្អូននៅពេលដែលគាត់ដើរសំដៅទៅលើរឹងហ្នឹងគាត់ចាំបានច្បាស់ពេលដែលគាត់មើលរឹងពីលើហ្នឹងទៅរឹងហ្នឹងវាអត់ទាន់បានតឡើងធ្វើជាមុងដែលអាចដេកបានទេធម្មតារឹងអត់តាហ៊ានដូចខ្ញុំប្រាប់មុនអញ្ចឹងគឺគេអាចតឡើងធ្វើជាមុងអីបានឲ្យមនុស្សដេកនៅក្នុងរឹងហ្នឹងអញ្ចឹងណាហើយមានមុងនៅពីលើដល់ពេលគាត់ដើរទៅដល់កន្លែងរឹងហ្នឹងបងប្អូនគាត់អើតមើលទៅខាងក្នុងគាត់បានឃើញមនុស្សស្រីទាំងអស់គ្នាមនុស្សស្រីដេកត្រង់ខ្លួននៅក្នុងរឹងហ្នឹងហើយបានភ្នែកមើលមកគាត់ចេះដេកបាក់ភ្នែកមើលមកគាត់នឹងមកទាំងអស់គ្នាអញ្ចឹងបងរីយ៉ាពេលហ្នឹងគាត់របៀបថារូតរឹងមើលប៉ុន្តែនៅពេលដែលគាត់រូតរឹងមើលអត់មានឃើញអីទាំងអស់អត់មានពីណាគេនៅក្នុងរឹងហ្នឹងទាំងអស់គ្នាអត់មានសោះហ្មងប៉ុន្តែគាត់ឮសំឡេងស្រុបនៅលើដើមអំពិលពេលដែលគាត់ងើយមើលទៅលើគាត់ឃើញមនុស្សស្រីមែនមនុស្សស្រីពាក់ឈុតសនឹងឯងទាំងអស់គ្នាហើយសក់វាហ្នឹងគឺវែងមែនតើអង្គុយនៅខាងលើចុងអំពិលហ្នឹងមើលមកគាត់ចែកមើលមកឲ្យដូចចង់វាចំខាងក្រោមវិញណាបងរយៈពេលហ្នឹងក៏គាត់អត់និយាយច្រើនអ្នកគ្នាគាត់ស្ទុះចូលទៅលើទៅក្នុងផ្ទះវិញរួចឡើងសំដៅទៅបន្ទប់របស់គាត់អាបន្ទប់ដេកខាងលើហ្នឹងបិទប្អួយបិទអីពេលហ្នឹងបើសួរថាគាត់ខ្លាចខ្លាំងអត់គឺគាត់ខ្លាចខ្លាំងណាស់ប៉ុន្តែគាត់អាចទៅចោលកូនរបស់គាត់បានទេហើយដែលសំខាន់គាត់គិតថាចែកម្នាក់ហ្នឹងអាចមិនមែនខ្មោចទេអាចជាជំនាញដើមអំពិលឬមួយក៏អីនៅចាំដីហ្នឹងអញ្ចឹងណាវាមិនអាចផ្ទះទាំងមូលហ្នឹងអាចមានពួកអញ្ចឹងចូលមកបានទេបើក្រៅពីម្ចាស់ដីម្ចាស់ផ្ទះអីគេនៅស្រាប់តាំងពីយូរមកអញ្ចឹងទៅអញ្ចឹងបងនីយ៉ាគាត់សង្ងំរហូតទាំងអស់គ្នាដល់មកចិត្តមកដណ្ដប់ទៅម្ដាយក្មេករបស់គាត់ប្តីរបស់គាត់ឲ្យត្រឡប់មកវិញតែម្នាក់គឺរឿងស្វឹងថ្ងៃរឿងស្វឹងសឿនអញ្ចឹងហើយគាត់ក៏តាមបាននិយាយរឿងហ្នឹងប្រាប់អ្នកគ្រប់គ្នាភ្លាមដែរតតាមព្រលឹមឡើងគាត់និយាយរឿងប្រាប់ប្តីគាត់មុនអញ្ចឹងប្តីរបស់គាត់ហ្នឹងគឺនិយាយថាគាត់អត់ទាន់ដឹងរឿងអញ្ចឹងគាត់អត់ហ៊ាននិយាយថាប៉ិតឬក៏មិនប៉ិតអីទេប៉ុន្តែប្អូនស្រីរបស់ប្តីគាត់ដឹងគាត់និយាយថាម្នាក់ហ្នឹងនៅចាំដើមនឹងយូរហើយម្នាក់ហ្នឹងគឺគេរឿងល្អអីដែរទេទាំងអស់គ្នារបៀបមិនអីរឿងអាក្រក់ទេគ្រាន់តែម្នាក់ហ្នឹងនៅពេលដែលមានពីណាគេចង់រឹងទុកចោលនៅហ្នឹងគឺចូលចិត្តមកអង្គុយលើរឹងហ្នឹងយកលេងអីចឹងទៅ
ណាស់ទាំងអស់គ្នាចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្ណឹងដែរខ្ញុំអត់ដឹងថាទាំងអស់គ្នាជឿឬក៏អត់ទេប៉ុន្តែនៅពេលដែលស្ដាប់រឿងដែលគាត់និយាយតាក់ទងមានរឹងហ្នឹងហើយពេលខ្ញុំដើរកាត់រឹងម្ដងទាំងអស់គ្នាគឺមានអារម្មណ៍ថាព្រឺស្បល់ហើយខ្លាចជាពិសេសនៅពេលដែលរឹងអត់មានមនុស្សដេកទេណាប៉ុន្តែរឹងយល់ខ្លាំងដូចមានស្អីនៅក្នុងរឹងហ្នឹងហ្មងហើយសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនទាំងអស់គ្នាមានរឿងចែករំលែកកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផងបាយ